អរុនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ហួសមកលេងប្រទេសម៉ាឡេដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាថាតើប្រទេសម៉ាឡេរាល់ថ្ងៃនេះស្អាតប៉ុណ្ណាគ្រាន់តែចូលមកដល់ពលានយន្តហោះម៉ាឡេបងប្អូនអើយមនុស្សមកលេងច្រើនមែនទែនព្រោះឥឡូវគេអត់សូវនិយមទៅលេងប្រទេសថៃទៀតទេប្រទេសហ្នឹងចលាចលច្រើនតាំងពីមានសង្គ្រាមមកគេនាំគ្នាមកលេងប្រទេសម៉ាឡេរៀងជឿនលឿនស៊ីវិល័យដែរបងប្អូនឯងហើយសូសឡប់បងអត់តេះភ្លើងគេស្អាតខ្ជូតមែនទែនបងប្អូនទាំងអស់គ្នាសេវាផ្លូវដំណើរគេគឺស្អាតមែនទែនតែម្ដងនេះគឺជា editor និងបងស្រីថាច់ស្រីមុំហើយអ្នកគូស្កាច់នៅក្នុងក្រុមហ៊ុនខ្ញុំគឺស៊ីមេតដែលបងប្អូនទាំងអស់គ្នាអ្នកណាក៏ស្គាល់ដែរនៅកម្ពុជាក្រោមយើងហ្នឹងតែណាគឺថាទាំងវងតែម្ដងដោយសារតែបុគ្គលិកទី22ហ្នឹងអត់ទាន់បានចូលធ្វើការទេបងប្អូនពេលគាត់ចូលធ្វើការទៅគឺដើរទៅតែ2 3នាក់ទេចង់មកបង្ហាញបរិយាកាសនៅពលានយន្តហោះនៅទីក្រុងកូឡាឡាំពួរបងប្អូនទាំងអស់គ្នាបានឃើញនេះគឺជាគ្នាខ្ញុំ4នាក់បងប្អូនទាំងអស់គ្នាគាត់ថាឃើញកាមេរ៉ាដូរសភាពការភ្លាមតែម្ដងនៅតាមផ្លូវលឿនលឿនគេស្អាតម្យ៉ាងដែរបងប្អូនទាំងអស់គ្នាគាត់ថាស្ទះពីមួយផ្លូវទៅមួយផ្លូវបើសិនសៅរ៍អាទិត្យម៉ោង4ម៉ោង5មិនបាច់ជិះទេបងប្អូនអូយស្ទះយ៉ាងហ្នឹងប៉ុន្តែក្រៅពីប្រទេសថៃមានសិង្ហបុរីម៉ាឡេឥណ្ឌូនេស៊ីក៏ជាប្រទេសល្អក្នុងការមកដើរលេងមកទស្សនាមកពេទ្យមកអីដែរហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាមានលុយនេះកន្លែងខ្ញុំគេបងប្អូនមួយយប់$45កន្លែងនេះមើលទៅមិនធំអីប្រហែលទេប៉ុន្តែស្រួលរស់នៅដែរផ្ទះដែលមើលទៅខាងក្រោមហ្នឹងផ្ទះជនជាតិម៉ាឡេគឺនៅបងប្អូនគេហៅ apartment គេមើលទៅរៀងចាស់ជរាដែរប៉ុន្តែមើលទៅដូចក្នុងរឿងមិនដឹងឯងបងប្អូនអរគ្នានឹងចិត្តអត់តែមើលទៅប្លែកក៏នឹកឃើញដល់រឿងឥណ្ឌូនេស៊ីរឿងម៉ាឡេស៊ីពេលយប់អីចឹងណាហើយពេលយប់ខ្ញុំដើរទៅ China Town គេមកហូបឆ្ងាញ់ណាបងប្អូនអូយបងប្អូនម៉ាឡេគាត់ធ្វើមកហូបឆ្ងាញ់មែនទែនបងប្អូនអរគ្នាមនុស្សទៅច្រើនកក់កុញតែម្ដងពោពេញអូហូរហៀរហូរសាច់មាន់អាំងទាខ្វៃនេះគេញ៉ាំសាច់ជ្រូកគេណាបងប្អូនអរគ្នាគេញ៉ាំសាច់គោគ្រឿងសមុទ្រលាក់សាមកហូបគេសិតតាហាឡាល់ទាំងអស់ឆ្ងាញ់ណាបងប្អូនអរគ្នាឃើញគេអាំងមឹកអាំងឆ្អឹងជនីគោអូយទំនងមែនទែនហើយបើថាមឹកវិញស្រស់ហ្មងអាំងលាបសោះគេពណ៌ក្រហមមកក្រហមល្ងាល្មងឃើញចង់ញ៉ាំមកបងប្អូនគេមានការរាំច្រៀងសម្ដែងនៅតាមផ្លូវរហូតនិយាយទៅដូច pub street ចឹងអ្នកនរគ្នាដើរទៅត្រង់សិតតែមកហូបអស់ហ្មងបងប្អូនអ្នកនរគ្នាចង់ញ៉ាំអីក៏មានដែរសាច់គោអាំងរបៀបដូចថាពពែអាំងអីមានសពគ្រប់ទាំងអស់អញ្ចឹងបងប្អូនអ្នកនរគ្នាមិនបាច់បារម្ភរឿងញ៉ាំទេហើយបើពេលថ្ងៃវិញគេមានផ្សារមួយដូច A10 ចឹងបងប្អូនអ្នកនរគ្នាខ្ញុំចង់មកផ្សារហ្នឹងដោយសារទម្រង់គេរចនាបថគេតាមបែបបទ A10 ចឹងទៅបើខ្ញុំមកមើលផ្សារគេបន្តិចមើលមកហើយដែរផ្សារហ្នឹងធ្វើបែបបទ A10 អញ្ចឹងចូលទៅមើលនៅខាងក្នុងមួយខ្ញុំទាំងអស់គ្នាតាមពិតទៅគេធ្វើគ្រាន់តែបង្ហាញតែពីមុខទេខាងក្នុងហ្នឹងគឺអត់មានអីច្រើនទេដោយសារតែផ្សារនេះគឺតែ2 3ជាន់ណាបងប្អូនមិនដឹងឈ្មោះអីគេទេផ្លេចបាត់ហើយនេះគេមានលក់នំប៉័ងក្រសនមានលក់កាហ្វេភាគច្រើនគឺលក់ outlet អ្នកទាំងអស់គ្នាផ្សារគេរៀងធំដែរ outlet ហ្នឹងមានន័យថាលក់កៅអៅសម្ភារៈកីឡានិងគ្រឿងរបស់របរប្រើប្រាស់ផ្សេងទៀតហើយមកអីញ៉ាំព្រលឹមឡើងបងប្អូនអើយមកហូបគេតំណងដែរតាខាន់ផ្សារគេមានជិះស្គីតកកទៀតបងប្អូនលយមែនតើផ្សារនេះ entertain សម្រាប់ក្មេងៗយុវជន Gen Z អីដើរលេងនៅម៉ាឡេស៊ីបងប្អូនអរគ្នាក្រៅពីផ្សារហ្នឹងគឺគេអាចមកលេងនៅ Times Square គេបានណាគឺនិយាយទៅដូចកន្លែងនេះមកនិយាយសួរស្ដាប់ទៅដូចវត្តភ្នំអីចឹងណាកន្លែងគេមកជុំគ្នាញ៉ាំហូបអាហារមាន LV Gucci គឺលក់ដូរពេញនឹងវែងឆ្ងាយមែនតើបងប្អូនអរគ្នាពេលច្រើនភ្ញៀវបរទេសគេអត់ដែរចោលទេកន្លែងហ្នឹងគេហៅថា Pavilion បងប្អូនអរគ្នាវាយតែ Pavilion ទៅគឺនៅកន្លាលំពួរគេច្រើនមកដើរលេង Pavilion ហ្នឹងឯងដោយសារតែ Pavilion គឺសម្បូររបស់ញ៉ាំនិងរបស់ទំនើបដូចជា Gucci LV Louis Vuitton និងកន្លែង entertain ច្រើនជាពិសេសក្មេងស្រីក្មេងប្រុសគេចូលចិត្តមកទិញអីញ៉ាំនៅកន្លែងហ្នឹងហើយក៏គេមានលក់របស់ថោករបស់ឆ្ងាញ់នោះគឺថាម្ជូរគេមានគ្រប់មុខតែម្ដងឆ្ងាញ់ណាស់បងប្អូនសូម្បីតែទឹកកាពីអេនឹងអំបិលម្ទេសវិញអូយពីថាឃើញឲ្យស្រក់ទាំងមាត់ទាំងព្រឹកតែម្ដងនៅនេះបងប្អូនគេញ៉ាំម្ជូរគេថ្លឹងគីឡូគេអត់មានគិតថាម្ជូរនឹងម៉ាក់អីទេចូលថ្លឹងគីឡូហើយបើសិនជាបងប្អូនចង់ញ៉ាំទឹកជ្រលក់កាពីទឹកជ្រលក់ផ្គាអំបិលអីហ្នឹងគិតអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូនេះគ្រាន់តែជិះកាត់ម៉ាឡេស៊ីចង់ឲ្យបងប្អូនបានឃើញមួយថ្ងៃហ្នឹងទេស្អែកនេះខ្ញុំទៅខ្មែរវិញហើយជំរាបលាបាយបាយ